សួស្តីហ្វេនទាំងអស់គ្នាក្នុងបណ្ដាញ Facebook ឥឡូវតោះមកមើលថ្ងៃនេះនាងខ្ញុំទិញបានស្អីខ្លះទៅផ្សារនេះជីកលឹងឡើង5ជុំគាត់ជីកលឹងពេញផ្សារនឹង5ជុំដោយសារអីទី1មនុស្សច្រើនទី2វាក្តៅទី3វាគ្មានកន្លែងទុកម៉ូតូដល់ចង់ទៅដល់ក្តៅពេកគូក្បាលនឹងខ្ញុំថាគិតពីផ្ទះថាទៅទិញបន្លែទេហេតុអីបានទៅដល់ផ្សារមនុស្សច្រើនពេកហើយគ្មានកន្លែងទុកម៉ូតូហើយក្តៅទៀតភ្លេចអស់លេងបងប្អូនមែនភ្លេចអស់លេងទិញស្អីហើយដល់ជីកឡងចុះកឡងឡើងមានឃើញកន្លែងម្នាក់គេដាំខ្លួនគេបន្លែដល់នេះទៅនេះខ្ញុំចូលទិញបាននេះខាត់ណាមកគុំគុតហើយខាត់ណាមកគុំបងប្អូនឲ្យมันល្អទៀតហើយមកគុំនោះប្រហែល25កាក់ហើយมันល្អដែរគេថាខាត់ណានឹងខាត់ណាដាំខ្លួនឯងអញ្ចឹងអត់មានថ្នាំខ្ញុំដឹងថាអត់ថ្នាំប៉ុន្តែរិចដល់កបងប្អូននេះតែដាំខ្លួនឯងយ៉ាងឆ្ងាញ់ពេលដែលយើងស្រស់ឬក៏យើងឆាសាច់គោបងប្អូនឆ្ងាញ់មែនតើខាត់ណានេះខ្ញុំទិញខាត់ណាមិនថាខាត់ណាសខាត់ណាខៀវបងប្អូនខ្ញុំយកចិត្តទិញគេដាំផ្ទាល់ដល់ពេលដែលយើងយកស្រស់មកទឹកចេញមកយកមកឆាបងប្អូនរសជាតិខុសគ្នាបងប្អូននឹងនាងខ្ញុំធ្លាប់ហូបបើខាត់ណាយាយគាត់ដាំខ្លួនគាត់ណាយកមកស្រស់ទៅមកផ្លែតបានហើយយកមកឆាជាមួយស្គរញ៉ាំទៅវារសជាតិនឹងខាត់ណាគេបោះដុំមកពីឆ្ងាយហ្នឹងគឺខុសគ្នាខាត់ណាបោះដុំញ៉ាំទៅវាផុយលួយណាបងប្អូនតែបើខាត់ណាយាយគាត់ដាំហ្នឹងរៀងស្វិតហើយញ៉ាំទៅវាមានរសជាតិឆ្ងាញ់ជាងនឹងនាងខ្ញុំធ្លាប់ធ្វើសារឲ្យបានខ្ញុំដឹងហ្នឹងហើយខាត់ណាហ្នឹងមើលឡើងរិចអស់ហើយបងប្អូនហើយខ្ញុំថាហើយមានតាំងពីតកៅទៀតណាបងប្អូននេះមើលតកៅបងប្អូននេះណាតកៅទៅដល់ណានេះតកៅក្នុងនេះនៅវាឡើយនេះឃើញតកៅអត់បងប្អូនខ្ញុំពីមុនឃើញតកៅរត់បាសកតែឥឡូវអត់ទេឃើញតកៅធម្មតាតែឃើញថាតកៅវាមិនចេះទៅខំមនុស្សទេតែមនុស្សទេចេះខំមនុស្សតកៅវាមិនខំមនុស្សទេឥឡូវកុំខ្លាចតកៅកុំខ្លាចសត្វឥឡូវត្រូវខ្លាចមនុស្សច្រើនជាងព្រោះមនុស្សសម័យឥឡូវសាហាវជាងខ្មោចព្រីបិសាចទៀតបងអូនចឹងទៅខ្លាចអីគាត់ត្រឹមសត្វតកៅគេមិនធ្វើអីយើងបានផងហ្នឹងឥឡូវខាត់ណានេះឥឡូវបងគិតថាតើស្រស់វាយកមកឆាសាច់គោឬក៏ចង់ស្រស់វាជ្រលក់គេហៅជ្រលក់អត់ស្អីទឹកចាំម៉ាណេះអីគេនោះខ្ញុំមិនសូវចេះនិយាយទេបងប្អូនចង់ជ្រលក់អត់ទឹកនឹងក៏បានក៏ឬក៏យើងយកមកឆាសាច់គោប៉ុន្តែបើខ្ញុំគិតថាបើយកមកឆាសាច់គោហើយឆ្ងាញ់ជាងព្រោះអីនេះដាំខ្លួនឯងហើយមិនសូវល្អទេបងប្អូនមើលរិចមែនតាមិនថាផ្កាយតែស្លឹកនៅសត្វតកៅស៊ីនេះដឹងរិចអស់លីងហើយបានខាត់ណាមកគុំនឹងដាក់អ៊ូតគេពេញ Facebook ក៏ចេះខ្មាស់គេនេះវែងងមានអ្នកខ្លះគេឌឺយើងអញ្ចឹងគាត់បានខាត់ណាមកគុំចេះដាក់អ៊ូតគេមិនចេះខ្មាស់គេនេះវែងជាស្រ័យបងប្អូនអើយអ្នកណាចង់ថាអីថាទៅអានេះគឺជាអាជីពរបស់នាងខ្ញុំខាងផុសបរោះបងប្អូនណាពេញចិត្តក៏ជួយចុច like ចុច share ឲ្យមេដាយបើបងប្អូនណាមិនពេញចិត្តអាចអូសរំលងបានចាតែធ្វើម៉េចអានេះគេថាអាជីពខាងអ្នកលេង MMO បងប្អូនត្រូវយល់យើងឲ្យគ្នាទៅវិញទៅមកមានគេមានយើងអញ្ចឹងយើងឆាប់ដល់គោលដៅគឺគោលការណ៍ដែលយើងត្រូវការបំពេញណាប៉ុន្តែបើបងប្អូនឃើញហើយអ្នកលេងដូចគ្នាមិនជួយចុច like ចុច share ជួយ comment ជួយឲ្យកម្លាំងចិត្តគ្នាគឺអត់មានថ្ងៃដល់ដូចវាថាវាគង់ដល់ត្រូវដូចគ្នាគាត់ថាវារៀងយឺតចឹងណាបងប្អូនកាច់មកមានអីល្អរបស់គេដែរតែគាត់ថានេះខ្ញុំសក់វាហើយដាក់ត្រាំទឹកទៀតបងប្អូនពួកឯងនៅហើយកាច់មកចូលក្នុងវាមានសัตว์ស្អីនៅក្នុងជ្រោណាបងប្អូនមើលនេះនិយាយទៅខាត់ណាបើអ្នកគេល្មមគេញ៉ាំរកបន្លែល្អគេរើសណាគេមិនយកដូចនាងខ្ញុំខ្ញុំរើសមកអារិចសត្វតកៅចឹងទេអរគុណច្រើនបងប្អូនក៏ជម្រាបលាបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងកុំច្រេញបងប្អូនណាកុំច្រេញអូខេបាយបាយ